នាងសូរិយាដ៏មហិមារបស់ខ្មែរឈរនៅលើកំពូលប្រាសាទអង្គរវត្តងូតទឹកដោយពន្លឺពណ៌មាសនៃព្រះអាទិត្យរះនាងស្លៀករ៉ូបប្រពៃណីពណ៌មាសភ្លឺចែងចាំងដែលតុបតែងដោយប៉ាក់ដ៏ប្រណិតរំយោលអង្កាំនិងក្បាលលំអដោយពាក់មកុដមាសរាងផ្កាឈូកសក់ខ្មៅវែងរបស់នាងហូរមកពីក្រោយនាងដោយផ្នែកខ្លះរោមដោយផ្កាម្លិះពណ៌សនិងផ្កាពណ៌មាសនៅក្នុងដៃរបស់នាងកាន់រង្វង់មូលបុរាណដ៏ភ្លឺចែងចាំងដែលបញ្ចេញពន្លឺវេទមន្តដ៏ស្រទន់បំភ្លឺផ្ទៃមេឃជុំវិញនាងក្នុងពន្លឺរស្មីពន្លឺបានសាយភាយចេញទៅខាងក្រៅរាលដាលពាសពេញបរិវេណអង្គរដ៏ធំល្វឹងល្វើយនៅខាងក្រោមហើយឆ្លុះបញ្ចាំងក្នុងស្រះដែលពោរពេញដោយផ្កាឈូកដែលព័ទ្ធជុំវិញប្រាសាទអាពេលព្រឹកបញ្ចេញពន្លឺដោយភាពកក់ក្ដៅដែលបែកចេញដូចវាំងនននៅខាងក្រោមប្រាសាទអ្នកភូមិក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរលុតជង្គង់គោរពលើកដៃបួងសួងនិងស្ញប់ស្ញែងពេលបានឃើញការចាប់កំណើតឡើងវិញនៃទឹកដីរបស់ពួកគេដើមថ្នោតរំកិលចុះក្រោមខ្យល់បក់តិចៗហើយចម្លាក់ថ្មបុរាណនៃប្រាសាទហាក់ដូចជាមានពន្លឺពណ៌មាសពេលនេះចាប់យកភាពស្ងប់ស្ងាត់អំណាចនិងសន្តិភាពដល់ទេវភាពជាចំណុចកំពូលដ៏ល្អឥតខ្ចោះចំពោះរឿងព្រេងដែលបានកើតឡើងវិញ